វាគឺជាព័ត៌មានមួយដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងគណៈពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសថៃហ៊ានព្រមានទៅសហរដ្ឋអាមេរិកថាបើសិនជាសហរដ្ឋអាមេរិកហ៊ានតែមានការដំឡើងពន្ធដែលមានប្រមាណជា12កណ្ដោសញ្ញា 5% ដែលលើសកម្ពុជាពិតមែននោះគឺមានន័យថាប្រទេសថៃធ្វើការកាត់បន្ថយនៃទំនាក់ទំនងរវាងយោធាសហរដ្ឋអាមេរិកនិងយោធារបស់ថៃជាមិនខាននោះទេនេះគឺជាសារមួយដែលគេមិនដឹងថាតើនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនេះលើកឡើងដើម្បីប្រជាប្រិយភាពផ្នែកនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃឬក៏ថៃនេះហ៊ានគំរាមសហរដ្ឋអាមេរិកពិតមែនឬក៏យ៉ាងណាពីព្រោះថាកន្លងមកនេះមានតែសហរដ្ឋអាមេរិកទេមានការព្រមានឬក៏គំរាមចំពោះបណ្ដាប្រទេសជាច្រើនដែលតាក់ទងទៅនឹងការនាំចូលទំនិញទៅក្នុងប្រទេសថៃហើយនឹងមានការដាក់លក្ខខណ្ឌបើសិនជាចង់ឲ្យសហរដ្ឋអាមេរិកធ្វើកិច្ចសហប្រតិបត្តិការផ្នែកយោធាណាមួយទៅកាន់ប្រទេសផ្សេងនោះក៏ត្រូវតម្រូវទៅតាមសហរដ្ឋអាមេរិកថែមទៅទៀតក៏ប៉ុន្តែឥឡូវនេះបែរជាប្រទេសថៃតូចមួយហ៊ានគំរាមទៅកាន់ប្រទេសមហាអំណាចសហរដ្ឋអាមេរិកថែមទៅទៀតតើប្រទេសថៃមានឥទ្ធិពលយ៉ាងណាបានជាហ៊ានគំរាមសហរដ្ឋអាមេរិកបែបនេះយើងមកតាមដានអំពីព័ត៌មាននេះដែលតាក់ទងទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ប្រទេសថៃកាលពីថ្ងៃ12ខែសីហាឆ្នាំ2026ហើយបានលើកឡើងថាថៃនឹងចង់ពមៀននិងគំរាមសហរដ្ឋអាមេរិកថាទីក្រុងបាងកកនឹងកាត់បន្ថយទៅលើទំនាក់ទំនងយោធាជាមួយទីក្រុងវ៉ាស៊ីនតោនបើសិនជាសហរដ្ឋអាមេរិកហ៊ានតែតម្លើងពន្ធទៅលើប្រទេសថៃបន្តទៅទៀតនោះមន្ត្រីរបស់ថៃនៅក្នុងរដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាបើសិនជារដ្ឋាភិបាលលោកដូណាល់ត្រាំនៅតែបន្តតម្លើងពន្ធទៅកាន់ប្រទេសថៃឬក៏ទីក្រុងបាងកកឲ្យមានការតម្លើងនៅក្នុងកម្រិតមួយដែលនៅក្នុងពេលបច្ចុប្បន្ននេះដែលគេប៉ាន់ស្មានថាប្រមាណជា12កណ្ដោសញ្ញា 5% នោះប្រទេសថៃនឹងរៀបចំរួចជាស្រេចហើយនឹងព្រមានទៅកាន់សហរដ្ឋអាមេរិកតែម្ដងថាខ្លួននឹងកាត់បន្ថយនៅទំនាក់ទំនងផ្នែកការពារជាតិក្នុងនោះក៏ប្រហែលជានឹងប៉ះពាល់ទៅដល់សមយុទ្ធពោះវែកមាសដែលជាលំហាត់យោធាជាប្រវត្តិសាស្ត្រដ៏សំខាន់រវាងពន្ធមិត្តទាំងពីរគឺថៃនិងសហរដ្ឋអាមេរិកនេះយ៉ាងខ្លាំងក្លាផងដែរបើយោងទៅតាមប្រភពដដែលខាងលើនេះបានលើកឡើងថារឿងនេះគឺត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំសម្ងាត់មួយហើយវាបានកើតឡើងមុនពេលដែលប្រទេសទាំងពីរនេះបើកការចរចាផ្នែកពាណិជ្ជកម្មជាមួយនឹងគ្នានៅចុងខែនេះណដែលថៃកំពុងតែមានការខឹងសម្បាយ៉ាងខ្លាំងព្រោះថាបើកិច្ចចរចានេះត្រូវបរាជ័យហើយអាមេរិកនៅតែដាក់ពន្ធខ្ពស់មែននោះច្បាស់ជាបង្កនឹងការខូចខាតទៅដល់សេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរបំផុតទោះបីជាយ៉ាងណាក៏ដោយរឿងនេះមិនទាន់មានការឆ្លើយតបពីសំណាក់រដ្ឋាភិបាលថៃនៅឡើយនោះទេហើយក៏មិនទាន់មានប្រតិកម្មអ្វីដែរពីភាគីសហរដ្ឋអាមេរិកកាលពីខែកក្កដារដ្ឋបាលលោកដូណាល់ត្រាំបានប្រកាសអំពីអត្រាពន្ធនាំចូលថ្មីលើដៃគូពាណិជ្ជកម្មជាង60ប្រទេសហើយក្នុងនោះគឺថៃស្ថិតនៅក្នុងក្រុមដែលត្រូវបានជាប់ពន្ធខ្ពស់ជាងគេប្រមាណជា12កណ្ដោសញ្ញា 5% ហើយអត្រានេះគឺស្មើនឹងវៀតណាមក៏ប៉ុន្តែខ្ពស់ជាងកម្ពុជាម៉ាឡេស៊ីឥណ្ឌូនេស៊ីដែលជាប់ពន្ធត្រឹមតែ 10% ប៉ុណ្ណោះដែលការនេះអាចត្រូវបានការប្រកួតប្រជែងរបស់ថៃគឺត្រូវមានការធ្លាក់ចុះយ៉ាងខ្លាំងហើយជុំវិញបញ្ហារឿងនេះដែរនាយករដ្ឋមន្ត្រីថៃអនុទិនក៏បានចេញបញ្ជាឲ្យមានការឲ្យស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយទៅលើបញ្ហាពលកម្មដោយបង្ខំផលិតកម្មលើសតម្រូវការគណៈដែលការបារម្ភថាអាមេរិកនេះអាចដាក់វិធានការពាណិជ្ជកម្មឬក៏ពន្ធបន្ថែមទៅលើទំនិញថៃនៅពេលខាងមុខដ៏ខ្លីនេះផងដែរបាទនេះគឺជាព័ត៌មានមួយរបស់ប្រទេសថៃឈ្មោះ Nation បានធ្វើសេចក្តីរាយការណ៍ថ្មីនេះហើយមានកិច្ចប្រជុំសម្ងាត់របស់ខាងរដ្ឋាភិបាលថៃហ្នឹងគឺត្រៀមខ្លួនហើយថាខ្លួននឹងធ្វើការដាក់សម្ពាធទៅដល់សហរដ្ឋអាមេរិកឬក៏មានការគំរាមទៅដល់សហរដ្ឋអាមេរិកថាបើសិនជាការចរចាគ្នានេះមិនត្រូវរើគ្នាទេរឿងដែលស្នើឲ្យមានការបន្ថយពន្ធត្រឹម 10% ដូចជាកម្ពុជាដោយក្នុងនោះគឺដោយសារតែសហរដ្ឋអាមេរិកនេះគឺមានការត្រៀមតម្លើងពន្ធប្រទេសថៃនឹង12កណ្ដោសញ្ញា 5% ក៏មិនមែនមានតែប្រទេសថៃដែរគឺមានច្រើនប្រទេសក្នុងនោះក៏មានប្រទេសវៀតណាមដែរដែលត្រៀមដាក់12កណ្ដោសញ្ញា 5%
តែជាពន្ធមួយខ្ពស់ជាងខាងកម្ពុជាហើយចំណុចមួយនេះគេមានការជុំជាសម្ងាត់ថាបើសិនជាចរចាមិនត្រូវគ្នាទេគឺថៃនឹងធ្វើការប្រើប្រាស់នៅការគម្រាមកំហែងទៅដល់អាមេរិកថានឹងធ្វើការកាត់បន្ថយទៅលើវិស័យការពារជាតិឬក៏កិច្ចសហប្រតិបត្តិការយោធាចំពោះប្រទេសថៃនិងប្រទេសសហរដ្ឋអាមេរិកបើសិនជារឿងនឹងមែនថាតើហេតុអីបានជាថៃមានអំណាចខ្លាំងម៉េចនៅក្នុងការបន្ថយកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិកពីព្រោះថាប្រទេសថៃនឹងគឺជាប្រទេសតូចទេហេតុអីបានជាដាក់លក្ខខណ្ឌនៅក្នុងការកាត់បន្ថយកិច្ចសហការជាមួយនឹងសហរដ្ឋអាមេរិកដែលរស់ដោយសារតែសហរដ្ឋអាមេរិកនោះទៅវិញហើយបើសិនជារឿងនេះកើតឡើងមែនតើប្រទេសថៃអ្នកខាតឬក៏សហរដ្ឋអាមេរិកអ្នកខាតរឿងនេះបើសិនជាមានការរឿងនេះត្រូវបានគេវិភាគថាកិច្ចសហប្រតិការរវាងថៃនិងសហរដ្ឋអាមេរិកនេះគឺមានកម្រិតខ្លាំងក្លាយូរណាស់មកហើយគឺជាសម្ព័ន្ធភាពយោធាផ្លូវការមិនគ្រាន់តែជាដៃគូយោធាធម្មតាជាមួយគ្នាទេន័យថាថៃគឺជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកនៅអាស៊ីហើយទំនាក់ទំនងយោធានៃប្រទេសទាំងពីរនេះគឺមាន60ឆ្នាំហើយមិនមែនទើបតែឥឡូវឡាទេជាក់ស្ដែងដូចជាករណីសំខាន់បំផុតនោះគឺការធ្វើសម្ពយុទ្ធនាគមាសឬក៏ Cobra Gold នៅក្នុងឆ្នាំ2026នេះគឺដូចជាលើកទី45មានទាហានចូលរួមប្រមាណជា 8,000 នាក់ដែលមកពីប្រទេស30ប្រទេសឯណោះអាមេរិកនេះក៏ធ្លាប់មានការផ្ដល់ការគាំទ្រទៅដល់ថៃដែរជាក់ស្ដែងជានៅក្នុងឆ្នាំ2026នៅក្នុងគណៈពេលដែលមានការចាប់នៅសម្ពយុទ្ធយោធារបស់ខ្លួនក៏បានប្រគល់នៅភេទរថពាសដែកដែលមានឈ្មោះហៅថា Striker 17 គ្រឿងបន្ថែមទៀតទៅតាមកម្មវិធីរបស់ខ្លួនរវាងសម្ព័ន្ធមិត្តប្រទេសទាំងពីរនេះហើយបើសិនជានិយាយឲ្យសាមញ្ញទៅបើសិនជាថៃកាត់បន្ថយកិច្ចសហការយោធាជាមួយសហរដ្ឋអាមេរិកវាមិនមែនជាការកាត់ទំនាក់ទំនងតូចតាចមួយនោះទេវានឹងប៉ះពាល់ខ្លាំងមែនទែនទៅដល់ការវឹកហាត់សម្ពយុទ្ធហើយនឹងការថែទាំអាវុធក៏ដូចជាទំនាក់ទំនងទៅលើការផ្ដល់អាវុធទៅឲ្យប្រទេសថៃហើយនឹងទំនាក់ទំនងយូរអង្វែងតទៅទៀតផងដែរមែនទែនទៅតាក់ទងទៅនឹងបញ្ហានៃរឿងរ៉ាវដែលប្រទេសថៃបានដាក់សម្ពាធនៅក្នុងការកាត់បន្ថយសហការជាមួយនឹងយោធារបស់សហរដ្ឋអាមេរិកនេះគឺដោយសារតែថៃមើលឃើញថាបើសិនជាសហរដ្ឋអាមេរិកដំឡើងពន្ធទៅកាន់ប្រទេសថៃដែលនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកថែមទៀតនោះអាចនឹងធ្វើឲ្យប្រទេសថៃនឹងរងនៅផលប៉ះពាល់កាន់តែធ្ងន់ឡើងដូចជាកាលពីឆ្នាំ2025មន្ត្រីថៃធ្វើការប៉ាន់ស្មានថាពន្ធអាមេរិកកន្លងមកដែលមានការដំឡើងនេះអាចធ្វើឲ្យមានការនាំចេញរបស់ថៃគឺបាត់បង់ប្រហែលជា$8,000 លានហើយអត្រាដែលមានការគម្រាមកំហែងកន្លងមកនេះអាចនឹងធ្វើការគម្រាមកំហែងបន្តទៅទៀតនៅក្នុងគណៈពេលដែលលោក Donald Trump មានការដាក់ពន្ធទៅកាន់ប្រទេសថៃហើយរឿងនេះគឺមិនមែនមានន័យថាលោក Donald Trump នឹងធ្វើនៅក្នុងន័យនយោបាយឬក៏ជួយឲ្យប្រទេសណាខ្លាំងជាងប្រទេសណាខ្សោយជាងទេវាគឺជាក្រិតក្រមមួយដែលកំណត់ទៅលើសិទ្ធិការងារទៅលើផលិតផលដែលពាក់ព័ន្ធជាមួយនឹងច្បាប់គ្រប់គ្រងទៅលើការងារនិងតាក់ទងទៅនឹងការបង្ខំកម្លាំងពលកម្មអីជាដើមនេះវាមិនមែនតាក់ទងទៅនឹងនយោបាយឬក៏មានការប្រៀបធៀបដើម្បីកិច្ចសហប្រតិបត្តិការណាមួយនោះទេតែទោះបីយ៉ាងណាក៏ដោយប្រទេសថៃមិនខ្វល់ទេគឺគ្រាន់តែចង់ដាក់សម្ពាធទៅកាន់សហរដ្ឋអាមេរិកដោយខ្លួនមានអំណួតថានៅក្នុងកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសថៃនេះគឺជាឈ្នន់មួយដែលធ្វើឲ្យភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ាននេះអាចមានឥទ្ធិពលខ្លាំងតាមរយៈប្រទេសថៃក៏ដូចជាភូមិសាស្ត្រទៅលើផ្នែកសមុទ្រIndo-Pacific អីជាដើមនេះគឺសុទ្ធតែជាចំណុចមួយដែលប្រទេសថៃមើលឃើញថាអាចធ្វើឲ្យសហរដ្ឋអាមេរិកនេះក៏រងនៅលំបាករបស់ខ្លួនផងដែរតែយ៉ាងណាក៏ដោយយើងរងចាំមើលបន្តទៅទៀតថាតើសហរដ្ឋអាមេរិកព្រមក្នុងការទាមទាររបស់ប្រទេសថៃឬក៏ត្រូវតែអនុវត្តទៅលើគោលការណ៍របស់ខ្លួនឲ្យមានលក្ខណៈស្មើភាពទៅតាមច្បាប់របស់សហរដ្ឋអាមេរិកឬក៏យ៉ាងណានោះ